你们留下了演四金刚。好，生为我大哥报仇啊！Yo, hello សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបមកខ្ញុំបាទសែនហើយថ្ងៃនេះផងដែរក៏ខ្ញុំមកបន្តពីភាគទី11មុននឹងមិត្តភ័ក្តិរបស់អាស្វាត្រឡប់ទៅវិញគេក៏បានយកជាមួយនឹងថ្មសម្លៀងអាវុធរបស់គេទុកទៅតាមខ្លួនតែម្ដងហើយពេលនោះផងដែរអាចជ្រូកក៏បាននិយាយទៅកាន់មិត្តភ័ក្តិរបស់គេថាសូមឲ្យឯងនឹងថែរក្សាខ្លួនផងពេលណាដែលឯងទំនេរអាចមកលៀងជើងបានអញ្ចឹងណាហើយពេលនោះអាបីសិននេះក៏វាត្រឡប់ទៅតែម្នាក់ឯងដើម្បីទៅជួយមិត្តភ័ក្តិរបស់គេអីចឹងទៅហើយពេលនោះផងដែរបីសាច់កងកែបក៏ដូចជាអាចជ្រូកក៏បានពិភាក្សាគ្នាថាតើយើងធ្វើបែបនេះខុសឬមើលក៏ត្រង់អីចឹងទៅហើយពួកគេនៅតែគិតថាវាគឺជាជំរឿនល្អហើយដែលពួកយើងអាចនឹងមានជីវិតរស់ក៏ប៉ុន្តែវាក៏អាត្មានិយមដែរដែលពួកគេបោះបង់មិត្តភ័ក្តិរបស់ពួកគេអីចឹងទៅហើយពេលនោះពួកដែរពួកគេក៏បានបំបីផ្លូវគ្នាតែម្ដងពេលយប់ក៏បានមកដល់អាចជ្រូកអង្គុយតែម្នាក់ឯងកំពុងតែគិតថាតើខ្ញុំធ្វើនេះក៏ឬក៏ត្រូវដែលបានបោះបង់ពួកគេអីចឹងណាអាចជ្រូកនៅតែអង្គុយគិតតែម្នាក់ឯងហើយថាខ្លួនឯងធ្វើបែបនេះក៏ឬមើលក៏ត្រូវដែលបានបោះបង់មិត្តភ័ក្តិដែលខ្លួនឯងបានរាប់អានដើរឆ្លងកាត់ពេលវេលាជាច្រើនគេក៏បានមើលទៅកាន់ស្បង់ជីពោដែលពួកគេបានធ្វើហើយពេលនោះផងដែរអាស្វាក៏ត្រូវបានកូនចៅរបស់បិសាចចាប់ទៅកន្លែងប្រហារជីវិតតែម្ដងហើយពេលនោះអាកង្កែបជាមួយនឹងបិសាចចក៏បានពិភាក្សាគ្នាថាពួកគេមិនធ្វើជាទេវតានោះទេគេនឹងទៅជួយអាស្វាតែម្ដងហើយចំណែកមិត្តភ័ក្តិរបស់អាស្វាវាក៏បានត្រឡប់ទៅវិញដោយសេចក្តីសោកសៅតែម្ដងចំណែកអាជ្រូករបស់យើងគឺបានយកច្បងជប៉ុននោះគឺយកមកដុតចោលតែម្ដងមិនចង់កាត់អ្វីទៀតនោះទេហើយពេលនោះអាស្វាក៏មកដល់កន្លែងប្រហារជីវិតតែម្ដងអត់មានអ្វីកើតច្រើនណាស់ទេអាជ្រូកក៏បានយកទងជ័យមួយដែលគេបានពីប្រជាពលរដ្ឋនឹងគឺយកមកមើលថាពួកគេបានជួយប្រជាជនជាច្រើនមែនតើអញ្ចឹងណាពេលវេលានៃការប្រហារជីវិតរបស់អាស្វាក៏បានមកដល់តែម្ដងហើយពេលនោះផងដែរអាកូនបិសាចក៏បាននិយាយទៅកាន់អាស្វាថាតើឯងមានពាក្យផ្ដាំចុងក្រោយដែរឬទេហើយពេលនេះផងដែរអាជ្រូកក៏បានមើលទៅកាន់ទងជ័យរបស់គេដែលប្រជាពលរដ្ឋនឹងបានឲ្យមកកាន់គេអីចឹងទៅហើយគេពិតជានឹកទៅកាន់មិត្តភក្តិគេខ្លាំងមែនតើអាស្វាក៏បានងើយក្បាលឡើងទៅលើហើយក៏បានស្រែកទៅកាន់ពិភពលោកថាហេតុអ្វីក៏ពិភពលោកនេះពិតជាលំអៀងទៅខាងពួកគេខ្លាំងមែនតើដែលធ្វើឲ្យមិត្តភក្តិរបស់គេបានបែកបាក់គ្នាអីចឹងណាហើយស្រាប់តែពេលនោះផងដែរមិត្តភក្តិរបស់គេទាំងអស់នឹងក៏បានលើសំឡេងរបស់អាស្វាស្រែកធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយពួកគេនឹងត្រៀមនឹងការជួយរំដោះរបស់អាស្វាតែម្ដងស្រាប់តែពេលនោះផងដែរអ្នកទាំងអស់គ្នាពួកបិសាចនឹងក៏បានរុញសម្លាប់ទៅលើអាស្វារបស់យើងក៏ប៉ុន្តែរមណស្មានដល់គឺមានដៃអ្វីមួយគឺបានលូនឡើងមកលើអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយអ្វីដែលយើងបានឃើញនោះគឺបិសាចចោឡើងមកប្រយុទ្ធជាមួយនឹងអាកូនបិសាចទាំងអស់នឹងដើម្បីឲ្យជួយដល់លែងជាមួយនឹងបិសាចស្វាអញ្ចឹងណាពេលនោះផងដែរអាគ្នារបស់គេគឺបានរត់មកគឺជាអាចជ្រូកអីចឹងទៅហើយការប្រយុទ្ធក៏បានកាត់ឡើងតែម្ដង小妖绰绰有余，那是时代上无敌流通。អ្វីដែលយើងមិននឹកស្មានដល់នោះគឺកូនបិសាចមិនមែនជាដៃគូរបស់អាបិសាចទាំងពីរក្បាលនេះទេគឺវាត្រូវបានអាកូនបិសាចទាំងពីរនេះរុញទម្លាក់ទៅលើជ្រោះតែម្ដងហើយមិនដឹងស្លាប់ឬក៏រស់នៅទេអ្នកទាំងអស់គ្នាហើយពេលនោះផងដែរអ្វីដែលយើងមិននឹកស្មានដល់គឺមានជើងអ្វីមួយគឺហោះមកពីចម្ងាយហើយម្នាក់នោះគឺអាបិសាចជ្រូករបស់យើងគឺបានមកជួយដល់កាន់ពួកគេអីចឹងណាអ្នកទាំងអស់គ្នាពេលនោះផងដែរអាស្វាក៏បាននិយាយទៅកាន់អាជ្រូកថាឯងត្រឡប់មកវិញហើយមែនទេឯងមិនទៅខ្លាចជាបិសាចជាទេវតាដើម្បីសម្រាប់គ្រោះថ្នាក់ជាងទេមែនទេហើយពេលនោះអាជ្រូកក៏បាននិយាយទៅកាន់អាស្វាថាយើងមិនចង់ធ្វើជាបិសាចនោះទៀតនោះទេពេលនោះគឺកូនបិសាចក៏បានឡើងទៅលើជ្រោះវិញក៏បានប្រយុទ្ធគ្នាជាមួយនឹងអាជ្រូកបន្តទៀត就拿这么一小块石头，还想偷袭我？那这个呢？
ជាលទ្ធផលគឺពួកគេបានយកជ័យជំនះទៅកាន់ពួកអបិសាចទាំងពីរក្បាលនោះតែម្ដងនៅទាំងអស់គ្នាហើយពួកគេក៏បានជួបជុំគ្នាវិញហើយក៏បាននិយាយប្រាប់គ្នាថាពួកគេមិនធ្វើជាបិសាចនោះទេពួកគេនឹងសង្គ្រោះប្រជាជនពីពពួកអបិសាចទាំងអស់នឹងតែម្ដងហើយចឹងណាពេលនោះផងដែរពួកគេក៏បានពិភាក្សាគ្នាបន្តទៀតថានៅខាងក្នុងនោះគឺមានក្មេងៗច្រើនមែនទែនអញ្ចឹងជំរឿនរបស់ពួកយើងមានតែមួយនោះទេពួកយើងត្រូវតែបន្លំខ្លួនធ្វើជាបិសាចរបស់មេវាដើម្បីយើងចូលទៅខាងក្នុងគុកនោះដើម្បីសង្គ្រោះកូនក្មេងអញ្ចឹងទៅហើយពួកគេក៏បានយល់ព្រមនៅពិធីមួយនេះអញ្ចឹងទៅពួកគេក៏បានលើសំឡេងស្រែកហៅនៅខាងក្រោមហើយគេក៏បានប្រាប់ថាព្រះវិហារកន្លែងនោះគឺជាកន្លែងទុកក្មេងៗតែម្ដងអញ្ចឹងពួកគេត្រូវតែបន្លំខ្លួនធ្វើជាមេបិសាចដើម្បីអាចចូលទៅខាងក្នុងនឹងបានឥឡូវយើងកាត់មកខាងក្រោមវិញម្ដងពួកគេក៏បានបន្លំខ្លួនធ្វើជាមេបិសាចចំណែកឯអ្នកនៅដែលបន្លំខ្លួនខាងលើនោះគឺជាអាស្វារបស់យើងនេះឯងហើយមួយទៅគឺគេខំប្រឹងដាក់ឲ្យដូចទៅនឹងមេបិសាចខ្លាំងមែនតើប៉ុន្តែមើលដំណើររបស់គេដូចបាក់ជើងមកខាងអញ្ចឹងពេលដែលចុះទៅខាងក្រោមគឺតំណាប់តាប់តែងតាប់តែម្ដងអ្នកទាំងអស់គ្នាអ្នកលើទៅរត់អ្នករត់ទៅលើអញ្ចឹងទៅហើយអ្នកទាំងអស់គ្នាដូចដឹងអញ្ចឹងពួកអកូនបិសាចពេលដែលឃើញបែបនេះក៏វាឆ្ងល់ខ្លាំងមែនតើថានេះគឺជាអ្វីអញ្ចឹងណាអញ្ចឹងទៅពួកគេក៏បានដើរទៅមើលហើយពេលនោះគេក៏បានឃើញហើយមិននឹកស្មានទៅថានេះគឺជាមេរបស់គេអញ្ចឹងទៅអាពួកនេះភ័យខ្លាំងមែនតើហើយកន្លែងនេះគឺក្មេងៗក៏បានឃើញដែរហើយពេលព្រះអាទិត្យក៏បានរះហើយពេលនោះផងដែរអាស្វាដែលកំពុងតែដេកនោះក៏បានភ្ញាក់ពីដេកតែម្ដងហើយគេបាននិយាយថាពេលវេលាគឺបានមកដល់ហើយការរងចាំរបស់យើងពេលនេះយើងត្រូវតែចាប់ក្មេងៗទាំងអស់នេះទៅប្រហារជីវិតអីចឹងទៅអ្នកទាំងអស់គ្នា